បាទតោះពុកម៉ែបងប្អូនមកហូបបាយជាមួយនឹងខ្ញុំណាគឺលក្ខណៈស្រុកស្រែបងប្អូនហើយនេះគឺខ្ញុំជិះម៉ូតូណាជិះម៉ូតូឆ្វែលតាមព្រំដែនបងប្អូនម៉ោងរសៀលហើយបងប្អូនណាជិះឃើញមានហាងលក់បាយមួយបងប្អូនណាហើយទំនើបរបស់គាត់ទៀតបងប្អូនអើយបាទហើយឥឡូវឈប់សម្រាកហូបបាយសិនបងប្អូនអើយហើយបងប្អូនសុខសប្បាយទាំងអស់គ្នាបងប្អូនណាហ្នឹងហើយចំណែកខ្ញុំគឺពេលរសៀលណាទៅបានបាយបងប្អូនហើយនេះគឺជាឆាជូរអែមបង្កងហើយនឹងស្ងោរជ្រក់សាច់គោបងប្អូនណាកាលពីមុនបងប្អូនហើយនៅតាមនេះគឺស្ងាត់ណាស់បងប្អូនអើយអត់មានអ្នកលក់អត់មានអ្នកដើរទេណាប៉ុន្តែឥឡូវគឺសម្បូរបែបបងប្អូនបាទនឹងហើយចេះមានហាងនឹងមួយបងប្អូនបាយ